ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជំពូកទី1បទបញ្ញត្តិទូទៅមាត្រា1គោលបំណងច្បាប់នេះកំណត់អំពីវិធានផ្នែកព្រំទណ្ឌដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសំដៅចូលរួមថែរក្សាការពារសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះមាត្រា2វិសាលភាពច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបទល្មើសឆបោកដែលត្រូវបានប្រព្រឹត្តតាមប្រព័ន្ធបច្ចេកវិទ្យាឬដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើសព្រមទាំងចំពោះបទល្មើសដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបទល្មើសដែលស្ថិតក្រោមដែនអនុវត្តនៃច្បាប់នេះគឺជាបទល្មើសដែលត្រូវបានប្រព្រឹត្តក្នុងករណីណាមួយដូចខាងក្រោម1បទល្មើសត្រូវបានប្រព្រឹត្តឬចាត់ថាបានប្រព្រឹត្តនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជាស្របតាមបទបញ្ញត្តិនៃក្រមព្រំទណ្ឌជាធម្មាន2បទល្មើសត្រូវបានប្រព្រឹត្តនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជាក្នុងករណីណាមួយដូចខាងក្រោមបទល្មើសត្រូវបានប្រព្រឹត្តដោយពលរដ្ឋខ្មែរបទល្មើសត្រូវបានប្រព្រឹត្តលើពលរដ្ឋខ្មែរទ្រព្យសម្បត្តិដែលសង្ស័យថាពាក់ព័ន្ធនឹងបទល្មើសឬផលនៃបទល្មើសដែលមានចែងក្នុងច្បាប់នេះបានផ្ទេរចូលមកក្នុងឬបានផ្ទេរចេញពីព្រះរាជាណាចក្រកម្ពុជា3បទល្មើសត្រូវបានប្រព្រឹត្តដោយប្រើប្រព័ន្ធធនាគារឬប្រព័ន្ធហិរញ្ញវត្ថុរបស់ព្រះរាជាណាចក្រកម្ពុជាជំពូកទី2ស្ថាប័នមានសមត្ថកិច្ចមាត្រា3យន្តការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាសមត្ថកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ដោយត្រូវអនុវត្តស្របតាមបទបញ្ញត្តិនៃក្រមនីតិវិធីព្រំទណ្ឌក្នុងករណីចាំបាច់រាជរដ្ឋាភិបាលអាចបង្កើតយន្តការដោយឡែកក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីដឹកនាំសម្របសម្រួលត្រួតពិនិត្យនិងអនុវត្តការងារបង្ការទប់ស្កាត់និងប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងបទល្មើសដែលមានចែងក្នុងច្បាប់នេះព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនេះការសម្របសម្រួលសមត្ថកិច្ចរវាងមន្ត្រីនគរបាលយុត្តិធម៌និងយន្តការនេះត្រូវកំណត់ដោយរាជរដ្ឋាភិបាលមាត្រា4ការផ្ដល់នីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌មន្ត្រីរាជការទទួលបន្ទុកការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបម្រើការងារក្នុងយន្តការដែលត្រូវបានបង្កើតឡើងតាមមាត្រា3យន្តការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៃច្បាប់នេះទទួលបាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ដើម្បីពិនិត្យស៊ើបអង្កេតនិងស្រាវជ្រាវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងបទល្មើសផ្សេងទៀតដែលមានចែងក្នុងច្បាប់នេះដោយអនុវត្តស្របតាមក្រមនីតិវិធីព្រំទណ្ឌការផ្ដល់នីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ដល់មន្ត្រីរាជការបម្រើការងារក្នុងយន្តការនេះត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ការធ្វើសម្បត្តិនិងការអនុវត្តការងាររបស់មន្ត្រីនគរបាលយុត្តិធម៌ត្រូវអនុវត្តស្របតាមក្រមនីតិវិធីព្រំទណ្ឌជំពូកទី3បទល្មើសទាក់ទងនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមាត្រា5បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាអំពើបន្លំចំពោះរូបវន្តបុគ្គលឬនីតិបុគ្គលណាមួយដោយប្រើឧបាយកលទុច្ចរិតដែលត្រូវបានប្រព្រឹត្តតាមរយៈប្រព័ន្ធបច្ចេកវិទ្យាឬដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយក្នុងគោលបំណងទទួលបាននូវ 1. ការប្រគល់មូលនិធិតម្លៃឬទ្រព្យសម្បត្តិអ្វីមួយ 2. ការផ្គត់ផ្គង់សេវា 3. ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ចឬជាការឲ្យរួចពីកាតព្វកិច្ចអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី200លានរៀលទៅ500លានរៀលអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំនិងពិន័យជាប្រាក់ពី500លានរៀលទៅ1ប៊ីលានរៀលកាលបើអំពើនេះត្រូវបានប្រព្រឹត្ត 1. ដោយមានការរៀបចំជាក្រុមមានការចាត់តាំង 2. ដោយមានជនរងគ្រោះច្រើនអ្នកមាត្រា6បទរៀបចំឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
អំពើរៀបចំឬដឹកនាំទីកន្លែងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលមានលក្ខណៈប្រមូលផ្ដុំឬក្នុងទម្រង់ជាមជ្ឈមណ្ឌលដែលអនុញ្ញាតឲ្យបុគ្គលច្រើនអ្នកចងក្រងគ្នាជាក្រុមឬជាបណ្ដាញទោះមានឬគ្មានរចនាសម្ព័ន្ធគ្រប់គ្រងជាក់លាក់ក៏ដោយដើម្បីប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវកំណត់ជាបទល្មើសរៀបចំឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហើយត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំនិងពិន័យជាប្រាក់ពី500លានរៀលទៅ1ប៊ីលានរៀលត្រូវចាត់ទុកថាជាបទល្មើសរៀបចំឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងត្រូវផ្ដន្ទាទោសដូចគ្នានឹងបទល្មើសដែលមានកំណត់ក្នុងកថាខន្ទីមួយខាងលើនេះផងដែរចំពោះអំពើរៀបចំឬដឹកនាំទីកន្លែងដាច់ដោយឡែកពីគ្នាដើម្បីប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប៉ុន្តែអាចចងក្រងគ្នាជាបណ្ដាញតាមគ្រប់រូបភាពទោះបីពុំមានលក្ខណៈប្រមូលផ្ដុំគ្នាក្នុងទម្រង់ជាមជ្ឈមណ្ឌលក៏ដោយអំពើរៀបចំឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី10ឆ្នាំទៅ20ឆ្នាំនិងពិន័យជាប្រាក់ពី1ប៊ីលានរៀលទៅ2ប៊ីលានរៀលកាលបើអំពើនេះត្រូវបានប្រព្រឹត្ត 1. ដោយប្រើអំពើហិង្សាទារុណកម្មឬអំពើឃោរឃៅ 2. ដោយមានការចាប់ការឃុំឃាំងឬការបង្ខាំង 3. ដោយមានការរត់ពន្ធមនុស្សការជួញដូរមនុស្សការកេងចំណេញលើពលកម្មការធ្វើអំពើបង្ខិតបង្ខំឲ្យធ្វើសកម្មភាពខុសពីឆន្ទៈឬទម្រង់នៃការកេងប្រវ័ញ្ចផ្សេងទៀតអំពើរៀបចំឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី15ឆ្នាំទៅ30ឆ្នាំឬអស់មួយជីវិតកាលបើអំពើនេះត្រូវបានប្រព្រឹត្តដោយបណ្ដាលឲ្យមានមនុស្សស្លាប់ម្នាក់ឬច្រើននាក់មាត្រា7បទជ្រើសរើសឬបណ្ដុះបណ្ដាលអ្នកដទៃឲ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអំពើជ្រើសរើសឬបណ្ដុះបណ្ដាលអ្នកដទៃក្នុងគោលបំណងឲ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី200លានរៀលទៅ500លានរៀលអំពើជ្រើសរើសឬបណ្ដុះបណ្ដាលអ្នកដទៃឲ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំនិងពិន័យជាប្រាក់ពី500លានរៀលទៅ1ប៊ីលានរៀលកាលបើអំពើនេះត្រូវបានប្រព្រឹត្ត 1. ដោយប្រើអំពើហិង្សាទារុណកម្មឬអំពើឃោរឃៅ 2. ដោយមានការចាប់ការឃុំឃាំងឬការបង្ខាំង 3. ដោយបណ្ដាលឲ្យមានមនុស្សស្លាប់ 4. ដោយដឹងថាបុគ្គលដែលត្រូវបានជ្រើសរើសឬបណ្ដុះបណ្ដាលគឺជាជនរងគ្រោះនៃអំពើរត់ពន្ធមនុស្សឬអំពើជួញដូរមនុស្សមាត្រា8បទប្រមូលក្នុងចេតនាទុច្ចរិតនៅឯកសារសម្គាល់អត្តសញ្ញាណឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំនិងពិន័យជាប្រាក់ពី100លានរៀលទៅ300លានរៀលចំពោះបុគ្គលដែលប្រមូលនៅអត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែនឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃក្នុងគោលបំណងប្រើប្រាស់ឬបង្កើតជាអាចនៅគណនីធនាគារគណនីអនឡាញវេបសាយគណនីអេឡិចត្រូនិកឬគណនីបណ្ដាញសង្គមនានាសម្រាប់ជាមធ្យោបាយប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអំពើប្រមូលក្នុងចេតនាទុច្ចរិតនៅឯកសារសម្គាល់អត្តសញ្ញាណឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី3ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី300លានរៀលទៅ500លានរៀលកាលបើអំពើនេះត្រូវបានប្រព្រឹត្តដោយក្រុមមានការចាត់តាំងមាត្រា9បទសម្អាតប្រាក់ពាក់ព័ន្ធនឹងបទល្មើសដែលមានចែងក្នុងច្បាប់នេះត្រូវចាត់ទុកថាជាទម្រង់មួយនៃបទល្មើសសម្អាតប្រាក់និងត្រូវផ្ដន្ទាទោសដូចគ្នានឹងបទល្មើសសម្អាតប្រាក់ក្នុងករណីដែលម្ចាស់ទ្រព្យមិនមានភស្តុតាងបង្ហាញអំពីប្រភពស្របច្បាប់នៃទ្រព្យដែលសង្ស័យថាពាក់ព័ន្ធនឹងបទល្មើសឬជាផលនៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬបទល្មើសពាក់ព័ន្ធផ្សេងទៀតដែលមានចែងក្នុងច្បាប់នេះមាត្រា10ទោសបន្ថែមចំពោះជនណាដែលប្រព្រឹត្តបទល្មើសដូចមានចែងចាប់ពីមាត្រា5បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដល់មាត្រា8បទប្រមូលក្នុងចេតនាទុច្ចរិតនៅឯកសារសម្គាល់អត្តសញ្ញាណឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃនៃច្បាប់នេះតុលាការអាចប្រកាសទោសបន្ថែមមួយឬច្រើនដូចមានចែងក្នុងមាត្រា53ប្រភេទនៃទោសបន្ថែមនៃក្រមព្រហ្មទណ្ឌតុលាការអាចប្រកាសរឹបអូសជាទ្រព្យសម្បត្តិរដ្ឋនៅអចលនវត្ថុដែលត្រូវបានប្រើប្រាស់ជាទីតាំងឬមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាតុលាការអាចសម្រេចបិទឬលុបគណនីធនាគារគណនីអនឡាញវេបសាយគណនីអេឡិចត្រូនិក
ឬគណនីបណ្ដាញសង្គមនានាដែលត្រូវបានប្រើប្រាស់ជាមធ្យោបាយប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងដែលត្រូវបានបង្កើតឡើងដោយប្រើប្រាស់អត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែនឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃខ្លឹមសារបែបបទនិងនីតិវិធីសម្រាប់ការអនុវត្តទោសបន្ថែមទាំងនេះត្រូវអនុលោមតាមបទបញ្ញត្តិនៃក្រមព្រហ្មទណ្ឌមាត្រា11ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គលនីតិបុគ្គលអាចត្រូវបានប្រកាសថាត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតាមលក្ខខណ្ឌដែលមានចែងក្នុងមាត្រា42ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គលនៃក្រមព្រហ្មទណ្ឌចំពោះបទល្មើសដែលមានចែងចាប់ពីមាត្រា5បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដល់មាត្រា9បទសម្អាតប្រាក់ពាក់ព័ន្ធនឹងបទល្មើសដែលមានចែងក្នុងច្បាប់នេះនៃច្បាប់នេះនីតិបុគ្គលត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី1ប៊ីលានរៀលទៅ30ប៊ីលានរៀលឬរហូតដល់ស្មើនឹងតម្លៃមូលនិធិឬទ្រព្យសម្បត្តិដែលជាផលនៃបទល្មើសព្រមទាំងទោសបន្ថែមមួយឬច្រើនដូចមានចែងក្នុងមាត្រា168ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គលនៃក្រមព្រហ្មទណ្ឌមាត្រា12ការប៉ុនប៉ងការប៉ុនប៉ងប្រព្រឹត្តបទមជ្ឈិមដូចមានចែងក្នុងច្បាប់នេះត្រូវផ្ដន្ទាទោសដូចគ្នានឹងបទមជ្ឈិមបានសម្រេចដែរមាត្រា13ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់សហចារីអ្នកផ្ដាំគំនិតនិងអ្នកសំគំនិតសហចារីអ្នកផ្ដាំគំនិតនិងអ្នកសំគំនិតនៃបទល្មើសដូចមានចែងក្នុងច្បាប់នេះត្រូវផ្ដន្ទាទោសដូចគ្នានឹងចារីដែរមាត្រា14ការប្រកាសមូលទោសបទបញ្ញត្តិនៃមាត្រា97ការប្រកាសមូលទោសនៃក្រមព្រហ្មទណ្ឌមិនត្រូវយកមកអនុវត្តឡើយចំពោះបទល្មើសដែលមានចែងនៅក្នុងច្បាប់នេះការប្រកាសមូលទោសត្រូវអនុវត្តដោយអនុលោមតាមបទបញ្ញត្តិនៃច្បាប់នេះមូលទោសចំពោះបទល្មើសទាំងឡាយដូចមានចែងក្នុងច្បាប់នេះមិនអាចត្រូវបានជំនួសដោយទោសជំនួសឬទោសបន្ថែមតាមលក្ខខណ្ឌដូចមានចែងក្នុងក្រមព្រហ្មទណ្ឌឡើយមាត្រា15ការមិនទទួលខុសត្រូវព្រហ្មទណ្ឌរបស់ជនដែលត្រូវបានបង្ខំឲ្យធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជនដែលបានចូលរួមប្រព្រឹត្តបទល្មើសក្រោមអានុភាពនៃកម្លាំងឬការបង្ខំមិនទទួលខុសត្រូវព្រហ្មទណ្ឌចំពោះបទល្មើសដែលមានចែងក្នុងច្បាប់នេះឡើយដោយអនុវត្តស្របតាមបញ្ញត្តិនៃក្រមព្រហ្មទណ្ឌជាធរមានមាត្រា16ការលើកលែងឲ្យរួចផុតពីទោសនិងស្ថានសម្រាលទោសបុគ្គលណាដែលបានចូលរួមប្រព្រឹត្តបទល្មើសណាមួយដូចមានចែងក្នុងមាត្រា6បទរៀបចំឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងមាត្រា7បទជ្រើសរើសឬបណ្ដុះបណ្ដាលអ្នកដទៃឲ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៃច្បាប់នេះត្រូវលើកលែងឲ្យរួចផុតពីការទទួលទោសប្រសិនបើមុនការចោទប្រកាន់បុគ្គលនោះបានបង្ហាញប្រាប់ដល់អាជ្ញាធរមានសមត្ថកិច្ចអំពីអត្ថប្រយោជន៍នៃអំពើនេះហើយនាំឲ្យស្គាល់អត្តសញ្ញាណនៃអ្នកចូលរួមដទៃទៀតឬអាចនាំឲ្យប្រមូលមកវិញបាននូវផលនៃបទល្មើសប៉ុន្តែបុគ្គលនោះត្រូវទទួលបាននូវស្ថានសម្រាលទោសប្រសិនបើការបង្ហាញប្រាប់ដល់អាជ្ញាធរមានសមត្ថកិច្ចខាងលើធ្វើឡើងក្រោយការចោទប្រកាន់អានុភាពនៃស្ថានសម្រាលទោសនេះត្រូវអនុវត្តស្របតាមក្រមព្រហ្មទណ្ឌជំពូកទី4បទបញ្ញត្តិស្តីពីនីតិវិធីព្រហ្មទណ្ឌមាត្រា17នីតិវិធីនៃការអនុវត្តនីតិវិធីសម្រាប់អនុវត្តចំពោះការពិនិត្យការស៊ើបអង្កេតការចោទប្រកាន់ការស៊ើបសួរនិងការផ្តន្ទាទោសចំពោះបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងបទល្មើសពាក់ព័ន្ធផ្សេងទៀតដូចមានចែងក្នុងច្បាប់នេះត្រូវអនុវត្តតាមនីតិវិធីដែលមានចែងនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌលើកលែងតែមានចែងដោយឡែកនៅក្នុងច្បាប់នេះមាត្រា18ការឃាត់ខ្លួនការឃាត់ខ្លួនត្រូវអនុវត្តតាមក្រមនីតិវិធីព្រហ្មទណ្ឌផ្អែកតាមតម្រូវការចាំបាច់នៃការអនុវត្តនីតិវិធីរយៈពេលនៃការឃាត់ខ្លួនអាចពន្យាពេលរៀងរាល់48ម៉ោងម្ដងដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញាក្នុងករណីដូចតទៅបទល្មើសត្រូវបានប្រព្រឹត្តដោយក្រុមមានការចាត់តាំងឬដោយមានជនសង្ស័យច្រើនអ្នកបទល្មើសត្រូវបានប្រព្រឹត្តដោយមានជនរងគ្រោះច្រើនអ្នករយៈពេលសរុបនៃការឃាត់ខ្លួនមិនត្រូវលើសពី10ថ្ងៃការពន្យាពេលនៃការឃាត់ខ្លួនគឺជាវិធានការពិសេសរាល់ការពន្យាពេលនៃការឃាត់ខ្លួនត្រូវទទួលបានការអនុញ្ញាតពីព្រះរាជអាជ្ញាដែលត្រូវផ្ទៀងផ្ទាត់មើលមូលកភាពឲ្យបានច្បាស់លាស់និងយោងលើតម្រូវការចាំបាច់ក្នុងការអនុវត្តនីតិវិធីមន្ត្រីនគរបាលយុត្តិធម៌ត្រូវកត់ត្រាចូលក្នុងកំណត់ហេតុឃាត់ខ្លួនអំពីការសម្រេចរបស់ព្រះរាជអាជ្ញា
ដែលអនុញ្ញាតឲ្យពន្យាពេលនៃការឃាត់ខ្លួន មាត្រា 19 ការផ្អាក ការឃាត់ទុក និងការបង្កប់ ក្នុងករណីដែលពិនិត្យឃើញមានប្រតិបត្តិការសង្ស័យ ឬដើម្បីទប់ស្កាត់ការផ្ទេរចេញនូវសាច់ប្រាក់ពីគណនីដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងបទល្មើស ឬផលនៃបទល្មើសដែលមានកំណត់ក្នុងច្បាប់នេះ មន្ត្រីនគរបាលយុត្តិធម៌អាចស្នើសុំដោយផ្ទាល់ទៅអង្គភាពស៊ើបការហិរញ្ញវត្ថុកម្ពុជាឲ្យផ្អាកជាបណ្ដោះអាសន្ននូវប្រតិបត្តិការសង្ស័យ អង្គភាពស៊ើបការហិរញ្ញវត្ថុកម្ពុជាត្រូវធ្វើការផ្អាកប្រតិបត្តិការនោះភ្លាមៗដោយគ្មានបង្អង់ ការផ្អាកប្រតិបត្តិការសង្ស័យមានរយៈពេលមិនលើសពី48 ម៉ោង មន្ត្រីនគរបាលយុត្តិធម៌អាចស្នើសុំទៅព្រះរាជអាជ្ញាដើម្បីសម្រេចអំពីការឃាត់ទុកគណនី ឬស្នើសុំទៅតុលាការដើម្បីសម្រេចបង្កគណនីនោះ តុលាការអាចសម្រេចអំពីការឃាត់ទុកនិងការបង្កគណនីនេះដោយឯកឯងបាន ក្នុងករណីដែលពិនិត្យឃើញមានទ្រព្យសម្បត្តិឬប្រតិបត្តិការសង្ស័យផ្សេងទៀតជាប់ពាក់ព័ន្ធបទល្មើស ឬផលនៃបទល្មើសដែលមានកំណត់ក្នុងច្បាប់នេះ មន្ត្រីនគរបាលយុត្តិធម៌អាចស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីឃាត់ទុកទ្រព្យសម្បត្តិឬផ្អាកប្រតិបត្តិការទាំងនោះជាបណ្ដោះអាសន្ន អាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការជាបន្ទាន់ដើម្បីឃាត់ទុកទ្រព្យសម្បត្តិឬផ្អាកប្រតិបត្តិការទាំងនោះជាបណ្ដោះអាសន្ន តុលាការត្រូវសម្រេចអំពីការឃាត់ទុកឬការបង្កគណនីឬទ្រព្យសម្បត្តិនេះក្នុងរយៈពេលមិនលើសពី48 ម៉ោងគិតពីថ្ងៃទទួលពាក្យស្នើសុំឬពាក្យបណ្ដឹង រយៈពេលនេះអាចពន្យាពេលបានមិនលើសពី24 ម៉ោងចំពោះបទល្មើសដែលមានលក្ខណៈស្មុគស្មាញ ម្ចាស់គណនី ម្ចាស់ទ្រព្យសម្បត្តិឬតន្ត្រីជនដែលមានប្រយោជន៍ពាក់ព័ន្ធអាចប្តឹងតវ៉ាចំពោះការសម្រេចរបស់តុលាការដូចមានកំណត់ក្នុងកថាខណ្ឌខាងលើនេះ បន្ទាប់ពីបានទទួលដំណឹងអំពីវិធានការបណ្ដោះអាសន្ននេះដោយអនុវត្តតាមនីតិវិធីព្រំទាន់ជាធរមាន មាត្រា 20 ការសម្ងាត់វិជ្ជាជីវៈ ការសម្ងាត់វិជ្ជាជីវៈពុំមែនជាឧបសគ្គរារាំងដល់ការអនុវត្តច្បាប់នេះឡើយ មាត្រា 21 កិច្ចសហប្រតិបត្តិការអន្តរជាតិ កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបរទេសទាក់ទងនឹងបច្ចាប័ននិងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ជាអាចការស្រាវជ្រាវស៊ើបអង្កេតនិងបង្ក្រាបបទល្មើសរួមទាំងការប្រមូលនិងចែករំលែកព័ត៌មានការកំណត់អត្តសញ្ញាណបុគ្គលការកំណត់អត្តសញ្ញាណទ្រព្យការឃាត់ទុកឬបង្កកទ្រព្យនិងការប្រមូលត្រឡប់មកវិញនូវផលនៃបទល្មើសពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវអនុវត្តស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងលិខិតូបករណ៍អន្តរជាតិពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននិងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកម្ពុជាជារដ្ឋភាគី មាត្រា 22 ការរឹបអូសទ្រព្យសម្បត្តិ ក្នុងករណីដែលមានការលើកលែងចោទប្រកាន់ដោយមូលហេតុអត្តសញ្ញាណរបស់ជនត្រូវចោទមិនត្រូវបានស្គាល់ឬក្នុងករណីដែលជនត្រូវចោទទទួលមរណភាពចៅក្រមស៊ើបសួរអាចប្តឹងសុំតាមដីកាបញ្ជូនទៅតុលាការព្រំទាន់ឲ្យសម្រេចរឹបអូសឧបករណ៍សម្ភារៈមូលនិធិផលទុនឬទ្រព្យសម្បត្តិដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសទីតាំងប្រព្រឹត្តបទល្មើសឬផលនៃបទល្មើសដូចមានចែងក្នុងច្បាប់នេះដោយអនុវត្តស្របតាមក្រមនីតិវិធីព្រំទាន់ មាត្រា 23 ការអនុវត្តបទបញ្ញត្តិនៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភារវកម្ម ក្រៅពីបញ្ញត្តិដែលមានចែងក្នុងច្បាប់នេះបទបញ្ញត្តិនៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភារវកម្មត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះវិធានការប្រឆាំងការសម្អាតប្រាក់ដែលពាក់ព័ន្ធនឹងបទល្មើសដូចមានចែងក្នុងច្បាប់នេះ ជំពូកទី 5 អវសានបញ្ញត្តិ មាត្រា 24 ការប្រកាសឲ្យប្រើនិងការអនុវត្តច្បាប់ ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់ ច្បាប់នេះត្រូវមានអានុភាពអនុវត្តភ្លាម សូមអរគុណចំពោះការទស្សនាកុំភ្លេច Subscribe Channel នេះផងប្រសិនបើលោកអ្នកគិតថាមានប្រយោជន៍និងដើម្បីទទួលបានវីដេអូថ្មីៗថែមទៀត